មានអារម្មណ៍ថារមាស់ក្រហាយក្តៅនៅបរិវេណទ្វារមាសពេលដែលយើងយកដៃប៉ះទៅមានអារម្មណ៍ថាប៉ះឈឺមានអារម្មណ៍ថាស្ងួតនៅបរិវេណទ្វារមាសនោះបញ្ជាក់ថាបងប្អូនអាចនឹងកើតមានទៅលើបញ្ហានៃការរលាកលើទ្វារមាសហើយនៅពេលដែលយើងរលាកចំពោះរោគសញ្ញាវិញទី1អាចនឹងធ្វើយើងមានបញ្ហាធ្លាក់សដែលការធ្លាក់សនឹងអាចមកជាបរិមាណរៀងច្រើនហើយធ្លាក់សមកមានពណ៌ឬក៏មានធំក្លិនអាចនឹងក្លិនបែបឆ្អាបឬក៏បែបធំក្លិនស្អុយមកពីខាងក្នុងតែម្ដងទី2គឺមានអាការៈនៃការរមាស់ក្រហាយឈឺជាពិសេសពេលដែលយើងបត់ជើងតូចមានអារម្មណ៍ថាក្ហាយមានអារម្មណ៍តែផ្សាតែម្ដងចំពោះអ្នកដែលមានគ្រួសារគឺពិបាកក្នុងការគេងនៅជាមួយគ្នាបើសិនជាករណីមានការរលាកធ្ងន់ធ្ងរគឺអាចនឹងធ្វើបងប្អូនមានការធ្លាក់ឈាមអំឡុងពេលនៃការរួមភេទផងដែរចុះបើសិនជាបងប្អូនស្ត្រីកំពុងតែសង្ស័យឬក៏កំពុងតែជួបកើតមានទៅលើបញ្ហាទាំងអស់នេះសូមរួសរាន់ធ្វើការរកដំណោះស្រាយពីព្រោះពេលដែលបងប្អូនកើតមានទៅលើបញ្ហានៃការរលាកទ្វារមាសប្រសិនជាករណីមានការឆ្លងមេរោគតាមរយៈផ្លូវភេទគឺអាចបង្កឲ្យបងប្អូននឹងគឺឆ្លងលឿនតែម្ដងចឹងចំពោះបងប្អូនដែលចង់បានដំណោះស្រាយឬក៏ចង់សាកសួរទៅលើបញ្ហាសុខភាពអាចតាក់ទងមកនេះខ្ញុំបានតាមរយៈលេខ Telegram នេះខ្ញុំផ្ទាល់តែម្ដង